comfort zone បាទសួស្តីអ្នកទាំងអស់គ្នាប្រហែលជាអ្នកទាំងអស់គ្នាធ្លាប់បានឮឲ្យពាក្យថា comfort zone ឬក៏បើសិនយើងបកជាភាសាខ្មែរវិញតែមានថាតំបន់សុវត្ថិភាពឬក៏តំបន់ដែលធ្វើឲ្យយើងមានអារម្មណ៍ថាសនុកសុខស្រួលអញ្ចឹងណាតែគ្រាន់តែតកតងជាមួយនឹង comfort zone នេះយើងគួរតែមានការប្រុងប្រយ័ត្នដែរជាពិសេសយើងចំពោះយើងជាយុវវ័យកុំឲ្យ comfort zone មកបំផ្លាញអនាគតរបស់យើងបាទភាពសនុកសុខស្រួលថ្ងៃហ្នឹងអាចថាវាស្រួលខ្លួនថ្ងៃហ្នឹងប៉ុន្តែវាអាចនឹងបំផ្លាញអនាគតរបស់យើងនៅថ្ងៃក្រោយវាធ្វើឲ្យយើងជាប់គាំងនៅមួយកន្លែងអត់អាចឲ្យយើងអភិវឌ្ឍទៅមុខបានទៀតទេអញ្ចឹងបើសិនជាយើងជាអ្នករស់ស៊ីឬក៏យើងស្ថិតក្នុងវ័យដែលកំពុងតែរកលុយយើងគួរតែប្រឹងប្រែងរកលុយឲ្យបានច្រើនតាមដែលអាចធ្វើទៅបានព្យាយាមពង្រីកសក្តានុពលខ្លួនឯងបង្កើតបណ្ដាញហើយយើងព្យាយាមឈោងចាប់យកឱកាសថ្មីតាមដែលអាចធ្វើបានព្រោះអីទៅមុខទៀតมันប្រកាសថាយើងនៅអាចមានកម្លាំងកំហែងឬក៏មានឱកាសដែលយើងអាចធ្វើបានដូចសប្តាហ៍នេះទេនិយាយកុំយើងកុំរើសយកវ័យនេះវ័យដែលយើងកំពុងតែពេញកម្លាំងវ័យយុវវ័យរបស់យើងដើម្បីសនុកសុខស្រួលច្រើនពេកព្រោះអីបើសិនជាយើងក្លែកមើលទៅអ្នកដែលគាត់មានសក្តានុពលក្នុងសង្គមឬក៏មានភាពជោគជ័យច្រើនហ្នឹងគឺគាត់តែងតែប្រឹងប្រែងឈោងចាប់យកឱកាសឲ្យបានល្អបាទយើងអាចនិយាយថាវាគឺជាភាពសុខស្រួលរយៈពេលខ្លីប៉ុន្តែវាអាចលួចអនាគតរបស់យើងដោយមិនដឹងខ្លួនណាបើសិនយើងគិតឲ្យបានស៊ីជម្រៅទៅអញ្ចឹងរៀនផ្លាស់ប្ដូរផ្នត់គំនិតរៀនផ្លាស់ប្ដូរការគិតរបស់យើងឆ្នាំថ្មីហើយយើងក៏គួរតែមានអីផ្លាស់ប្ដូរថ្មីដែរកុំនៅដដែលពេកអញ្ចឹងការផ្លាស់ប្ដូរជាទូទៅវាលំបាកប៉ុន្តែបើយើងហ៊ានលំបាកនៅក្នុងពេលហ្នឹងយើងនឹងរីកចម្រើនជាងមុនហើយអ្នកដែលហ៊ានលំបាកនឹងមិននៅតែដដែលទេឆ្នាំនេះយើងប៉ុណ្ណេះឆ្នាំក្រោយយើងឡើងខ្ពស់ជាងនឹងថែមទៀតឆ្នាំក្រោយមួយទៀតយើងឡើងខ្ពស់ជាងនឹងថែមទៀតនិយាយទៅឱកាសថ្មីវាមានរហូតរឿងរ៉ាវថ្មីវាកើតឡើងក្នុងជីវិតរបស់យើងរហូតសំខាន់ពេលដែលឱកាសមកយើងបានទាំងគុំរួចរាល់ហើយនៅឱកាសមកដល់យើងមានសមត្ថភាពទទួលយកវាអត់អាហ្នឹងសួរខ្លួនឯងយើងចង់នៅ comfort zone ដដែលឬក៏យើងចង់ឡើងទៅកម្រិតមួយទៀតជាទូទៅការផ្លាស់ប្ដូរដូចនិយាយអញ្ចឹងការផ្លាស់ប្ដូរសម្ពាធវាលំបាកសម្រាប់យើងទៅហើយពេលខ្លះមិនតិចទេវាអាចច្រើនដែរតែគ្រាន់តែបើសិនយើងស៊ូទ្រាំបានយើងនឹងឈានដល់កម្រិតមួយទៀតជីវិតពេលខ្លះវាចូលចិត្តសាក់លបងយើងសាក់លបងលុះត្រាតែយើងឆ្លងកាត់បញ្ហានេះបានមិនយើងឡើងទៅមកកម្រិតមួយទៀតបញ្ហានោះបានយើងឡើងទៅមកកម្រិតមួយទៀតព្រោះអីអ្នកដែលមានសក្តានុពលធំអ្នកដែលមានលទ្ធផលធំទៅទៀតអ្នករស់ស៊ីចុះឬក៏អ្នកនយោបាយណាមួយចុះតែមានគេឈ្មោះល្បីល្បាញឬក៏គាត់កសាងអាណាចក្រចំនួនរបស់គាត់ជោគជ័យយើងសិក្សាប្រវត្តិទៅសម្ពាធបញ្ហាគឺមានច្រើនស្អីស្កះរាប់មិនអស់ប៉ុន្តែនៅពេលដែលមនុស្សម្នាក់ធ្វើខ្លួនឲ្យស៊ាំជាមួយនឹងបញ្ហាគាត់ធ្វើខ្លួនឲ្យស៊ាំជាមួយនឹងការដោះស្រាយរឿងទាំងអស់ហ្នឹងយូរទៅវាឡើងជាបញ្ហាសម្រាប់គាត់ហើយវាជារឿងកប៉ិកកប៉ុកហោបដំណើរជីវិតឆ្ពោះទៅរកភាពជោគជ័យរបស់គាត់អញ្ចឹងសម្រាប់ចិត្តថ្ងៃនេះថាយើងនឹងមិននៅដដែលទេយើងឈានទៅជំហានមួយទៀតដែលជាចេញពី comfort zone របស់យើងហើយកាន់ពៀនស្ទើរទៅរកគោលដៅនៃភាពជោគជ័យរបស់យើងបាទសូមអរគុណច្រើនហើយខ្ញុំជឿថាអ្វីដែលខ្ញុំចែកម្លែកថ្ងៃនេះវាអាចជាផ្នែកមួយនៃការលើកទឹកចិត្តជាពិសេសយុវវ័យឲ្យមានការភ្ញាក់រលឹកដឹងខ្លួនហើយយើងដើរទៅមុខទាំងអស់គ្នាបាទសូមជូនពរជោគជ័យទាំងអស់គ្នាហើយឆាប់ចាក់ចេញពី comfort zone របស់យើង